ថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនទៅលេងនៅរមណីយដ្ឋានកញ្ឆែងដែលមានទីតាំងនៅជិតខេត្តយើងតែម្ដងអញ្ចឹងណានេះគឺជាសកម្មភាពនៅលើស្ពានយោអញ្ចឹងទៅនៅទីរួមខេត្តរបស់យើងអញ្ចឹងទៅនេះទឹកធ្លាក់ទឹកអីអញ្ចឹងណាពុកម៉ែបងប្អូនជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តដែលកំពុងតាមដានជាមួយនឹងប្លុកថ្មីប្លុកថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនទៅលេងនៅរមណីយដ្ឋានទឹកធ្លាក់កញ្ឆែងដែលមានទីតាំងនៅជិតខេត្តយើងតែម្ដងអញ្ចឹងទៅអញ្ចឹងណាពុកម៉ែបងប្អូនហើយទៅសភាទៅកប់សេរីតែម្ដងពុកម៉ែបងប្អូនអាចមកលេងបាននៅជិតខេត្តយើងតែទេរមណីយដ្ឋានមួយនេះគឺជារមណីយដ្ឋានដែលល្បីមួយនៅក្នុងខេត្តរតនគិរីអញ្ចឹងណាពុកម៉ែបងប្អូនអាចមកលេងបានមិនធម្មតាខេត្តផ្សេងៗអញ្ចឹងទៅថ្ងៃនេះខ្ញុំនាំ BA ថ្មីខ្ញុំមកលេងអញ្ចឹងណាពុកម៉ែបងប្អូនហើយនាំគាត់ទៅលើដើរលើស្ពានយោអញ្ចឹងទៅចាំមើលគាត់ភ័យប៉ុណ្ណាអញ្ចឹងទៅគាត់ឡើងមកលេងអញ្ចឹងទេអញ្ចឹងណាសម្រាប់ចរាហ្នឹងគឺមាន2អញ្ចឹងណាពុកម៉ែបងប្អូនមានខាងឆ្វេងមួយមានខាងស្ដាំមួយសម្រាប់ខាងស្ដាំគឺយើងចុះមកដល់ស្ពានយោសម្រាប់ខាងឆ្វេងចុះទៅដល់ទឹកអីអញ្ចឹងណាតែស្ពាននេះគឺចុះដល់ទឹកដូចគ្នាមើលតិចទៀតពុកម៉ែបងប្អូនគាត់ឃើញកម្មវិធីអីប្លែកអីអញ្ចឹងណាតិចទៀតខ្ញុំចុះទៅដល់ក្រោយថតទៅពុកម៉ែបងប្អូនទស្សនាអញ្ចឹងទៅហើយមុនគាត់ដើរលើស្ពានយោនេះគាត់ភ័យខ្លាំងមែនតើអញ្ចឹងណាខ្ញុំធ្វើបាបគាត់អីចឹងទៅផែតផែតយ៉ាងលេងនោះបន្ទាប់ពីយើងដើរលើស្ពានយោហើយនេះគឺជាសកម្មភាពស្ពានយោអញ្ចឹងណានេះជាមុខរបស់ខ្ញុំអញ្ចឹងទៅពុកម៉ែបងប្អូនបន្ទាប់មកខ្ញុំថតសកម្មភាពតិចឲ្យពុកម៉ែបងប្អូនទស្សនាអញ្ចឹងទៅតិចទៀតខ្ញុំចុះទៅក្រោមអញ្ចឹងណាសម្រាប់ទស្សនវិជ្ជាវិញគឺស្អាតមែនតើអញ្ចឹងណាពុកម៉ែបងប្អូនមើលទស្សនវិជ្ជាអញ្ចឹងទៅពុកម៉ែបងប្អូនអាចមកអង្គុយលេងអីអញ្ចឹងទៅហូបអីសម្រាប់នៅខាងលើមានកញ្ចុះមានអីអញ្ចឹងណាពុកម៉ែបងប្អូនដោយសារខាងលើបានថតឲ្យពុកម៉ែបងប្អូនទស្សនាទេដោយសារខ្ញុំថតទៅខាងក្រោមឲ្យពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាអានេះគឺជាទស្សនវិជ្ជាទឹកធ្លាក់អីអញ្ចឹងទៅត្រជាក់មែនតើដោយសាររដូវនេះរដូវភ្លៀងអីអញ្ចឹងទៅវាទឹករៀងល្អអញ្ចឹងណាអញ្ចឹងអរគុណជម្រាបលាបាទ